បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបង្រៀនថ្មីមួយនេះនៅក្នុងវីដេអូនេះលោកគ្រូលើកយកអត្ថបទអំណានភាសាខ្មែរយើងថ្នាក់ទី6មួយទៀតដែលជាអត្ថបទអំណានចុងក្រោយគេស្ថិតនៅទំព័រទី138ណាដែលមានចំណងជើងថារឿងបុរសចិត្តធម៌បាទម្ដងទៀតរឿងបុរសចិត្តធម៌បាទអញ្ចឹងត្រង់រូបភាពនេះលោកគ្រូអត់សួរនាំបងប្អូនទេអ្វីដែលលោកគ្រូនឹងធ្វើនៅក្នុងវីដេអូនេះគឺលោកគ្រូនឹងអានអត្ថបទមួយនេះឲ្យបងប្អូនទាំងអស់គ្នាមើលនិងស្ដាប់ដើម្បីឲ្យបងប្អូនចេះនៅពាក្យពិបាកដែលមាននៅក្នុងអត្ថបទអំណាចនេះហើយមួយវិញទៀតនៅពេលដែលលោកគ្រូអានចប់លោកគ្រូនឹងធ្វើការកំណែនៅលំហាត់ឲ្យបងប្អូនទាំងអស់គ្នាអាចផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយដែលបងប្អូនបានគិតណាបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់អត្ថបទអំណាចរបស់យើងទាំងអស់គ្នាតែម្ដងអញ្ចឹងសូមបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាហ្នឹងយកចិត្តទុកដាក់ណាមើលឲ្យយកចិត្តទុកដាក់ដើម្បីចេះពាក្យពិបាកដែលមាននៅក្នុងអត្ថបទអំណាចនេះបាទតោះចាប់ផ្ដើមអំណាចរឿងបុរសចិត្តធម៌មានសេដ្ឋីម្នាក់បានធ្វើដំណើរទៅធ្វើបុណ្យនៅឯស្រុកកំណើតរបស់ខ្លួននៅតាមផ្លូវគាត់បានជួបនឹងពួកចោរមួយក្រុមពួកចោរបានវាយដំគាត់ដណ្ដើមយកមាសប្រាក់រហូតដល់ធ្វើឲ្យគាត់សន្លប់បាត់ស្មារតីពួកវាបានប្រមូលយកមាសប្រាក់គាត់អស់រួចគេចខ្លួនបាត់ទៅមួយស្របក់ក្រោយមកមានស្ត្រីចំណាស់ម្នាក់បានដើរឆ្លងកាត់ទីនោះស្ត្រីនោះបានឃើញសេដ្ឋីរងគ្រោះថ្នាក់ដែរតែគាត់មិនដឹងធ្វើដូចម្ដេចព្រោះខ្លួនគាត់ចាស់ខ្សោយកម្លាំងមិនអាចធ្វើអ្វីបានឡើយគាត់ក៏បន្តដំណើរទៅមុខទៀតមិនយូរប៉ុន្មានមានប្តីប្រពន្ធពីរនាក់បានធ្វើដំណើរដោយរទេះសេះតាមផ្លូវនោះដែរនៅពេលរទេះសេះបរទៅដល់ទីនោះក៏ឃើញមនុស្សដួលនៅចិញ្ចើមផ្លូវដែរតែពួកគាត់មិនបានឈប់បង្អង់ទេព្រោះគាត់ប្រញាប់ខ្លាំងណាស់លុះដល់ថ្ងៃរសៀលមានបុរសកំសត់ម្នាក់បានធ្វើដំណើរឆ្លងកាត់ទីនោះក៏បានជួបសេដ្ឋីដែលកំពុងសន្លប់មិនដឹងខ្លួនឃើញដូច្នោះគាត់ក៏ប្រញាប់ជួយគ្រែសេដ្ឋីនោះយកទៅដាក់ក្នុងខ្ទមរបស់ស្ត្រីម្នាក់ដែលនៅមិនឆ្ងាយពីប៉ុន្មានពីទីនេះគាត់បានជួយគក់ច្របាច់រឺតដុតភ្លើងកម្ដៅរហូតដល់បុរសនោះធូរស្រាលគាត់បានសូមឲ្យស្ត្រីម្ចាស់ខ្ទមជួយដាំបបរជូនអ្នករងគ្រោះហូបនៅពេលគាត់ដឹងខ្លួនបន្ទាប់មកគាត់ក៏ចាកចេញទៅក្រោយមកសេដ្ឋីរងគ្រោះបានដឹងខ្លួនគាត់បានថ្លែងអំណរគុណចំពោះស្ត្រីម្ចាស់ខ្ទមស្ត្រីនោះបានប្រាប់គាត់ថាអ្នកដែលបានជួយគាត់នោះមិនមែនគាត់ទេគឺជាបុរសកំសត់ម្នាក់ឥឡូវនេះគេបានចាក់ចេញទៅបាត់ហើយបាទចឹងយ៉ាងម៉េចដែរបងប្អូនមានពាក្យពិបាកទេដូចជាអត់សូវមានទេក្នុងអត្ថបទនេះហើយដូចជាខ្លីដែរទេតោះចឹងយើងមើលចំណុចបន្តទៀតចឹងត្រង់សំណួរនេះ1 2 3 4 5 6នេះគឺលោកគ្រូអត់បានធ្វើឲ្យទេដូចអ្វីដែលលោកគ្រូបាននិយាយខាងលើគឺលោកគ្រូនឹងធ្វើលំហាត់ណាចឹងសំណួរអស់នេះបងប្អូនអាចរៀនធ្វើវាដោយខ្លួនឯងតោះអញ្ចឹងយើងមើលលំហាត់ទាំងអស់គ្នាចឹងលំហាត់យើងដូចជាមាន7ចំណុចណា1រហូតដល់ទី7អញ្ចឹងលោកគ្រូសូមអានបន្តិចទៀតលោកគ្រូនឹងបង្ហាញចម្លើយឲ្យបងប្អូនទាំងអស់គ្នាណាតើអញ្ចឹងចំណុចទី1ចូលជ្រើសរើសពាក្យដែលមានន័យត្រូវនឹងពាក្យខាងដើមណាអញ្ចឹងយើងមាន3បាទសេដ្ឋីស្មារតីហើយនិងបុរសអញ្ចឹងសេដ្ឋីគេដាក់3មកមានអ្នកធំអ្នកមានធំអ្នកមានអំណាចស្មារតីការភ្លេចភ្លាំងការភ័យស្លុតការចាំបានបុរសប្រុសអ្នកបានបួសអ្នកចិត្តល្អអញ្ចឹងបងប្អូនអាចធ្វើមកជ្រើសចម្លើយមួយមកណាតើសេដ្ឋីនេះស្មើនឹងមួយណាអ្នកធំអ្នកមានធំឬក៏អ្នកមានអំណាចតោះឡូវនេះប្រហែលជាបងប្អូនយល់ហើយជាងសាកធ្វើសិនមកតិចទៀតលោកគ្រូនឹងបង្ហាញចម្លើយណាកន្លែងនេះ
តោះអញ្ចឹងទី2ចូលរកពាក្យសូដូចនឹងពាក្យកបាទកអញ្ចឹងកគេសរសេរបែបណាខ្លះអញ្ចឹងកអាស្ដានេះមួយអញ្ចឹងបងប្អូនធ្លាប់ឃើញកយ៉ាងម៉េចទៀតណាហើយយើងបញ្យល់ន័យវាមកទី3ចូលស្រង់ព្រឹត្តិការណ៍នៃរឿងតាមលំដាប់លំដោយបាទអញ្ចឹងគេឲ្យយើងស្រង់ព្រឹត្តិការណ៍អញ្ចឹងចំណុចនេះក៏លោកគ្រូបានធ្វើឲ្យបងប្អូនដែរបាទទី4ចូលស្រង់នាមនៅក្នុងអត្ថបទខាងលើបាទអញ្ចឹងគេឲ្យស្រង់នាមតែអត់មានដាក់ចំនួនថាប្រមាណទេគេឲ្យស្រង់បាទបើសិនជាដាក់3ឬក៏5ឬក៏10អីមកយើងស្រួលរកប៉ុន្តែនេះប្រហែលជាគេឲ្យយើងរកមិនដឹងជាប្រមាណណាបងប្អូនអាចរកតាមនឹងទីទៀតលោកគ្រូបង្ហាញចម្លើយទី5ចូលស្រង់គុណនាមនៅក្នុងអត្ថបទខាងលើបាទអានេះស្រង់នាមនេះគុណនាមទី6ចូលស្រង់កិរិយានៅក្នុងអត្ថបទខាងលើបាទគេឲ្យស្រង់កិរិយាហើយទី7ចូលស្រង់សព្វនាមនៅក្នុងអត្ថបទខាងលើបាទអញ្ចឹងយើងអានេះនាមនេះគុណនាមនេះកិរិយានេះសព្វនាមបាទអញ្ចឹងលោកគ្រូនឹងធ្វើកំណែឲ្យបងប្អូនទាំងអស់គ្នាតែម្ដងតោះអញ្ចឹងនេះចាប់ពីទី2ទៅវិញណាឡូទី1អញ្ចឹងលោកគ្រូសូមយកខ្មៅដៃមួយមកថេកអញ្ចឹងសេដ្ឋីអ្នកធំអ្នកមានធំអ្នកមានអំណាចអញ្ចឹងមួយណាអញ្ចឹងគឺអ្នកមានធំបាទទី2នេះបាទជាចម្លើយត្រឹមត្រូវស្មារតីការភ្លេចភ្លាំងការភ័យស្លុតការចាំបានអញ្ចឹងចម្លើយគឺមួយនេះបាទការចាំបានបុរសប្រុសអ្នកបានបួសអ្នកចិត្តល្អអញ្ចឹងបងប្អូនយល់មួយណាបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺប្រុសបាទអញ្ចឹងអ្នកមានធំការចាំបានហើយនឹងប្រុសតោះឥឡូវយើងមើលពីទី2ដល់ទី7លោកគ្រូមានចម្លើយហើយស្រេចតោះឥឡូវយើងមើលតែម្ដងបាទនេះដូចជាច្រើនគួរសមចឹងបងប្អូនអាច stop វីដេអូហើយចម្លងចូលសភៅបងប្អូនទាំងអស់គ្នាបានណាតែឥឡូវយើងលោកគ្រូសូមអានទីសិនក្រែងលោបងប្អូនអានអត់បានអញ្ចឹងណាតោះអញ្ចឹងលោកគ្រូសូមអានចម្លើយទី2រកពាក្យសូដូចនឹងពាក្យកអញ្ចឹងកយើងមានទាំងអស់5កតទេហ្នឹងគឺមាន3ហើយកតនឃាតករអនេះទៀតតោះអញ្ចឹងមើលកខាងលើដាក់ពាក្យនាមបញ្ចូលជាអ្នកទី1នៅក្នុងអក្ខរក្រមខ្មែរបាទអក្សរមុនគេអក្សរកហ្នឹងកមួយទៀតដាក់ពាក្យនាមមានន័យថាអវយវៈតពីក្បាលទៅស្មាឬទៅខ្លួនបាទយើងទាំងអស់គ្នាសុទ្ធតែមានឯកហ្នឹងតើកមួយទៀតកិរិយាមានន័យថាតាំងផ្ដើមតាំងធ្វើគេថាកសាងកកើតកចេតីកភូមិបាទកសំទោកតនឃាតកអាស្ដាសំទោកអាស្ដានិបាតស័ព្ទពាក្យសន្តានមានសំឡេងកញ្ឆក់ខ្លីសម្រាប់និយាយតប្រយោគដោយឡែកឧទាហរណ៍អ្នកក៏ទៅខ្ញុំក៏ទៅបាទអញ្ចឹងយើងធ្លាប់ឃើញណាកមួយទៀតកហើយនឹងរកយើងអានកដែរដាក់ពាក្យនាមប្រែមានន័យថាដៃទៀតថាលើកកប្រណម្យយើងមកអញ្ចឹងមានថាលើកដៃប្រណម្យបាទកន្លែងនេះដូចជាលើកដៃប្រណម្យបាទមែនទេកន្លែងនេះកន្លែងលើកកប្រណម្យតែជាច្រឡំហ្នឹងណាឧទាហរណ៍កន្លែងហ្នឹងតោះអញ្ចឹងលេខ2ប៉ុណ្ណឹងឥឡូវយើងចូលលេខ3បងប្អូនអត់តាន់ stop សិនទៅលោកគ្រូទៅទៀតហើយលេខ3ស្រង់ព្រឹត្តិការណ៍នៃរឿងតាមលំដាប់លំដោយអញ្ចឹងលោកគ្រូឃើញមាន5ហ្នឹងនេះ1 2 3 4 5តោះអញ្ចឹងលោកគ្រូសូមអានទី1ពេលធ្វើដំណើរទៅធ្វើបុណ្យនៅស្រុកកំណើតរបស់ខ្លួនសេដ្ឋីត្រូវពួកចោរមួយក្រុមវាយដំរហូតសន្លប់បាត់ស្មារតីហើយពួកវាក៏ប្រមូលយកមាសប្រាក់ពីគាត់អស់បាទហ្នឹងព្រឹត្តិការណ៍ទី1ព្រឹត្តិការណ៍ទី2មួយស្របក់ក្រោយមកមានស្ត្រីចំណាស់ម្នាក់ដើរកាត់ទីនោះឃើញសេដ្ឋីរងគ្រោះដោយគាត់គ្មានលទ្ធភាពជួយគាត់ក៏បន្តដំណើរទៅមុខទៀតបាទនេះគឺព្រឹត្តិការណ៍ទី2ព្រឹត្តិការណ៍ទី3មិនយូរប៉ុន្មានមានប្តីប្រពន្ធ2នាក់ធ្វើដំណើរដោយរទេះសេះឃើញសេដ្ឋីដួលដេកតែពួកគាត់មិនបង្អង់ឈប់ជួយសេដ្ឋីទេព្រោះពួកគាត់ប្រញាប់ខ្លាំងណាស់បាទនេះព្រឹត្តិការណ៍ទី3ទី4លុះដល់ថ្ងៃរសៀលមានបុរសកំសត់ម្នាក់បានធ្វើដំណើរឆ្លងកាត់ទីនោះបានជួបសេដ្ឋីកំពុងសន្លប់គាត់ក៏ប្រញាប់ជួយគ្រាសេដ្ឋីដល់ផ្ទះស្ត្រីម្ចាស់ខ្ទមបាទហើយព្រឹត្តិការណ៍ទី5ចុងក្រោយគឺសេដ្ឋីដឹងខ្លួនក៏ថ្លែងអំណរគុណស្ត្រីនោះតែគាត់ប្រាប់ថាអ្នកដែលបានសំទោសតែគាត់ប្រាប់ថាមិនមែនគាត់ជាអ្នកដែលជួយសេដ្ឋីទេគឺបុរសកំសត់ម្នាក់
ជាអ្នកជួយឥឡូវនេះគាត់បានចាក់ចេញទៅបាត់ហើយបាទអញ្ចឹងព្រឹត្តិការណ៍ក្នុងរឿងហ្នឹងគឺលោកគ្រូឃើញមាន5ហ្នឹងបាទតោះអញ្ចឹងយើងមើលចំណុចបន្តទៀតនៅសល់4ទៀតបាទទី4ទី5ទី6ទី7អញ្ចឹងគេឲ្យយើងទី4គេឲ្យស្រង់នាមនៅក្នុងអត្ថបទអញ្ចឹងនេះគឺជានាមដែលលោកគ្រូស្រង់ណាព្រោះអីគេអត់កំណត់ថាបានអញ្ចឹងទេលោកគ្រូចេះដាក់មកតោះតើអញ្ចឹងពាក្យទី1សេដ្ឋីបាទសេដ្ឋីនឹងនាមបុណ្យស្រុកផ្លូវចោលមាសប្រាក់ស្មារតីស្ត្រីបុរសរទេសប្តីប្រពន្ធខ្ទមនៅមានទៀតណាបងប្អូនមិនមែនតែប៉ុណ្្នឹងទេតោះចំណុចលេខ5ស្រង់គុណនាមនៅក្នុងអត្ថបទអញ្ចឹងនៅក្នុងហ្នឹងលោកគ្រូឃើញមានពាក្យចំណាស់បាទស្ត្រីចំណាស់អញ្ចឹងយើងយកតែចំណាស់មកបញ្ជាក់លក្ខណៈឲ្យស្ត្រីហ្នឹងគឺគេហៅថាគុណនាមចាស់ខ្សោយខ្លាំងកំសត់ឆ្ងាយធូរបាទហើយមានផ្សេងទៀតអាចមានទៀតណាអញ្ចឹងលោកគ្រូដាក់តែប៉ុណ្្នឹងទេទី6ស្រង់កិរិយានៅក្នុងអត្ថបទមានដូចជាធ្វើទៅជួបវាយដំដណ្ដើមសន្លប់យកប្រមូលកិច្ចដើរឃើញដួលជួយគ្រាបាទអញ្ចឹងនៅមានផ្សេងទៀតអញ្ចឹងកិរិយាហើយនឹងនាមអាចនឹងមានច្រើននៅក្នុងហ្នឹងណាបាទហើយចុងក្រោយទី7ស្រង់សព្វនាមនៅក្នុងអត្ថបទអញ្ចឹងនៅក្នុងហ្នឹងលោកគ្រូឃើញមានពាក្យតែ4នេះទេគឺមានគាត់ពួកវាពួកគាត់ហើយនឹងគេបាទអញ្ចឹងនៅក្នុងហ្នឹងគឺលោកគ្រូមានសព្វនាមប៉ុណ្ណឹងបាទយ៉ាងម៉េចដែរបងប្អូនតើនេះបាទបើសិនជាអត់តនេះបងប្អូនអាចខាថយក្រោយហើយមើលឡើងវិញណាហើយយើងកត់ចូលទៅក្នុងសភៅរបស់យើងទាំងអស់គ្នាបាទសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អីផ្សេងតាក់ទងជាមួយនឹងសំណួរសំតជាមួយនឹងលំហាត់ហ្នឹងបងប្អូនអាច comment សួរនៅខាងក្រោមណាចឹងអស់ហើយសម្រាប់វីដេអូនេះយើងជួបគ្នាសាជាថ្មីនៅវីដេអូមេរៀនបន្តទៀតសុខសប្បាយ